ខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំព្រះជាគុណគ្រូព្រះអង្គសូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីនាងកញ្ញាបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានហើយសួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាសង្ឃឹមថាបងប្អូនកូនក្មួយសុខសប្បាយពេលនេះគឺសូមនាំយកនៅបទល្មើសមួយទៀតមកចែករំលែកជូនដល់បងប្អូនកូនក្មួយហើយជាពិសេសគឺបងប្អូនកូនក្មួយដែលតែងតែធ្វើសកម្មភាពមិនប្រក្រតីនៅក្នុងមូលដ្ឋានដែលមហាជនលោកបានហៅថាជាក្រុមក្មេងទំនើងក៏ប៉ុន្តែពូអ៊ំមិនហៅថាក្មេងទំនើងទេសូមហៅថាបងប្អូនកូនក្មួយទៅចោះមួយរយៈនេះគឺឃើញថាសកម្មភាពរបស់បងប្អូនកូនក្មួយគឺមានការថមថយបាទគួរឲ្យកត់សម្គាល់ដែលអ៊ំពូសូមធ្វើការកោតសរសើរអំពីការបដិញ្ញាចិត្តអំពីការសម្រេចចិត្តមិនធ្វើសកម្មភាពល្អកកនៅក្នុងសង្គមឬក៏ប្រព្រឹត្តបទល្មើសបាទទោះបីយ៉ាងណាក៏ដោយពូអ៊ំគឺនៅតែបន្តលើកយកនៅបទល្មើសព្រហ្មទណ្ឌដែលអាចធ្វើឲ្យបងប្អូនកូនក្មួយបញ្ចេញសកម្មភាពរបស់ខ្លួនទៅវាចូលជាបទល្មើសព្រហ្មទណ្ឌត្រូវកម្លាំងសមត្ថកិច្ចនៃចម្រុះណាមួយលោកអនុវត្តច្បាប់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារជាដើមនៅពេលនេះណែអ៊ំពូសូមលើកយកនៅបទល្មើសមួយទៀតដែលជាបទល្មើសរំលោភលើទំនុកចិត្តបទល្មើសរំលោភលើទំនុកចិត្តនេះគឺភាសាសាមញ្ញដែលយើងតែនិយាយថាក្បត់ការទុកចិត្តរបស់គេខំទុកចិត្តយើងប៉ុន្តែចុងក្រោយយើងបែរជាធ្វើឲ្យគេខកចិត្តបានន័យថាណែយកមូលនិធិយកទ្រព្យសម្បត្តិអ្វីមួយរបស់គេយកវត្ថុអ្វីមួយរបស់គេដែលគេអនុញ្ញាតឲ្យយើងក្នុងមួយរយៈពេលណាមួយរួចប្រគល់ត្រឡប់មកឲ្យម្ចាស់ដើមគេវិញក៏ប៉ុន្តែយើងមិនបានប្រគល់វត្ថុទ្រព្យមូលនិធិនោះត្រឡប់មកឲ្យគេវិញទេឬក៏យើងយកទៅណែធ្វើឲ្យបាត់បង់តម្លៃបាត់បង់មួយចំណែកណានៃទ្រព្យនោះបាទដែលខុសពីសភាពដើមនៃទ្រព្យរបស់គេអានឹងហើយគឺជាអំពើរំលោភលើទំនុកចិត្តដែលគឺជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងទេពូអ៊ំសូមដកស្រង់ចេញពីក្រមព្រហ្មទណ្ឌឆ្នាំ2009តែម្ដងកុំឲ្យថាវាខុសពីសភាពដើមនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ2009នេះគឺបានបញ្ញត្តិអំពីការរំលោភលើទំនុកចិត្តដែលក្នុងមាត្រា391បានផ្ដល់និយមន័យថាអំពើរំលោភលើទំនុកចិត្តនេះគឺជាអំពើកេយបំបត្តិបាទមូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយបាទកេយបំបត្តិគឺកេងយកឬក៏ច្បិចយកឬក៏នាំឲ្យខូចខាតនៅចំណែកណាមួយនៃមូលនិធិនោះនៃតម្លៃនោះនៃទ្រព្យសម្បត្តិនោះបាទន័យថាវាមិនទាំងស្រុងទេមួយចំណែកណានោះគឺជាការកេងបំបត្តិបាទដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃបាទខូចប្រយោជន៍ដល់ម្ចាស់ទ្រព្យនោះបាទប្រព្រឹត្តដោយបុគ្គលណាម្នាក់ប្រព្រឹត្តដោយបងប្អូនកូនក្មួយម្នាក់ពីរនាក់ឬមួយក្រុមហ្នឹងហើយដែលគេបានប្រគល់ឲ្យបុគ្គលនោះបាទន័យថាម្ចាស់ទ្រព្យគេប្រគល់មូលនិធិគេប្រគល់តម្លៃគេប្រគល់ទ្រព្យណាមួយមកឲ្យយើងក្នុងក្របខ័ណ្ឌដែលយើងស្នើសុំដោយប្រការណាមួយនោះយកទៅប្រើប្រាស់មួយរយៈឬក៏យកទៅនៃធ្វើអ្វីមួយនៅក្នុងសង្គមមួយរយៈហើយសន្យាប្រគល់មកឲ្យគេវិញនៅពេលណាមួយនោះបាទអញ្ចឹងនៃយើងនៃយល់ព្រមទទួលហើយមានភារកិច្ចសងមកវិញបង្ហាញឲ្យគេវិញឬយកអមូលនិធិតម្លៃឬក៏ទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់បានន័យថាយើងនៃស្នើសុំខ្ចីម៉ូតូខ្ចីវត្ថុខ្ចីទ្រព្យខ្ចីនៃទូរស័ព្ទនិងខ្ចីអ្វីផ្សេងៗនោះទៅទៀតពីនៃក្រុមម្ខាងទៀតឬក៏ពីគ្នាយើងនៅក្នុងក្រុមពីនរណាម្នាក់ដែលធ្លាប់តំណែងគ្នាហ្នឹងបាទហើយថានឹងបកគលមកឲ្យគេវិញនៅពេលនេះពេលនោះជាដើមប៉ុន្តែក្រោយមកគឺបងប្អូនមិនបានបកគលទេខ្ចីម៉ូតូថាជិះទៅនេះមកប្រើចាំត្រឡប់មកវិញស្រាប់តែយកម៉ូតូរបស់គេទៅប្រចាំបាត់ទៅយកម៉ូតូរបស់គេទៅលក់បាត់ទៅបាទឬក៏យកទៅស៊ីគ្រឿងរបស់គេទៅបាទបកគលមកឲ្យគេវិញស្រាប់តែគេពិនិត្យទៅស្រាប់តែបាត់គ្រឿងបាត់គ្រូបាទខ្ចីទូរស័ព្ទគេថាប្រើប្រាស់បាទមួយផ្លេតឬក៏មួយថ្ងៃឬក៏ពីរថ្ងៃឬក៏មួយអាទិត្យចឹងទៅ nhá chăm bạc cul từ lọc mà cái vinh
ប៉ុន្តែយកទូរស័ព្ទនោះទៅប្រចាំឬក៏យកទូរស័ព្ទនោះទៅលក់បាទអាហ្នឹងឯងសិតតែជាការដែលយើងស្នើសុំខ្ចីវត្ថុទ្រព្យមូលនិធិរបស់គេយកទៅប្រើប្រាស់ហើយយើងមានកាតព្វកិច្ចត្រូវបកគលមកគេវិញណែទាំងមូលទាំងស្រុងដូចដើមប៉ុន្តែផ្ទុយមកវិញយើងបានយករបស់ហ្នឹងទៅលក់បាត់ទៅស៊ីដាច់ទៅបញ្ចាំដើម្បីយកលុយប្រើប្រាស់នេះប្រើប្រាស់នោះទៅឬយកទៅស៊ីគ្រឿងបើម៉ូតូស៊ីគ្រឿងនេះស៊ីគ្រឿងនោះទូរស័ព្ទស៊ីគ្រឿងបានស៊ីមិនបានខ្ញុំបណ្ណាខ្ញុំអត់ដឹងដែរទេបាទនឹងវត្ថុផ្សេងផ្សេងនៅទីទៀតបានន័យថាយើងមកខ្ចីគេមានកិច្ចសន្យាខ្ចីមួយគេទុកចិត្តយើងគេស្គាល់យើងគេក៏ឲ្យយើងខ្ចីប្រើប្រាស់មួយរយៈពេលណាមួយដោយសង្ឃឹមថាយើងនឹងសងទាំងស្រុងត្រឡប់មកវិញទាំងមូលត្រឡប់មកវិញបកគលត្រឡប់មកវិញបង្ហាញត្រឡប់មកវិញបាទមិនបាត់បង់ចំណែកណាមួយទេហើយយើងមានកាតព្វកិច្ចនៅក្នុងការបកគលមកឲ្យគេដែរក៏ប៉ុន្តែចុងក្រោយបានរបស់ហើយយើងបែរជានៃសម្រាប់ចិត្តយកទៅធ្វើអ្វីផ្សេងក្រៅពីវត្ថុបំណងដំបូងទីដែលយើងខ្ចីគេយកទៅប្រើប្រាស់មួយរយៈពេលនោះបាទយើងយកទៅធ្វើអ្វីនេះទៅធ្វើអ្វីនោះជាកំណត់ណាមួយនោះដែលប៉ះពាល់ដល់ផលប្រយោជន៍នៃទ្រព្យជាកម្មសិទ្ធិរបស់នៃម្ចាស់គេបាទនិយាយភាសាសាមញ្ញអញ្ចឹងវាគឺជាបទល្មើសព្រហ្មទណ្ឌដែលគេហៅថាជាបទរំលោភលើទំនុកចិត្តហើយរំលោភលើទំនុកចិត្តនេះភាគច្រើនទី1វាកើតចេញពីមនុស្សស្គាល់គ្នាបើយើងមិនស្គាល់គ្នាទេក្នុងទំនាក់ទំនងប្រហែលជាយើងមិនអនុញ្ញាតឲ្យគេខ្ចីលុយមិនអនុញ្ញាតឲ្យគេខ្ចីមូលនិធិមិនអនុញ្ញាតឲ្យគេខ្ចីតម្លៃណាមួយមិនអនុញ្ញាតឲ្យគេខ្ចីវត្ថុទ្រព្យណាមួយទេតើទុកចិត្តហើយសង្ឃឹមថាអ្នកដែលខ្ចីនោះទទួលយកទៅនោះនឹងបកគលដោយដើមត្រឡប់មកវិញទាំងស្រុងបាទក៏ប៉ុន្តែទី1ផ្ទុយទៅវិញយកទៅលក់បាត់ស៊ីដាច់យកទៅប្រចាំបាត់ឬបកគលមកឲ្យវិញដែរប៉ុន្តែវាបាត់ចំណែកណាមួយប៉ះពាល់ចំណែកណាមួយដែលកើតចេញពីចេតនាទុច្ចរិតរបស់យើងយកទៅស៊ីគ្រឿងយកទៅស៊ីចំណែកណាមួយដែលគេហៅថាកៃបំបត្តិនៅចំណែកណាមួយនៃទ្រព្យបាទអញ្ចឹងបទល្មើសរំលោភលើទំនុកចិត្តនេះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ3ឆ្នាំបាទពីនៃជាប្រាក់ពី1លានរៀលរហូតដល់ទៅ6លានរៀលពីនៃជាប្រាក់នេះចូលជាថវិការបស់រដ្ឋទេហើយពាក់ព័ន្ធបទល្មើសរំលោភទំនុកចិត្តនេះគឺភាគច្រើនដែរគឺកើតចេញពីកិច្ចសន្យាមួយពាក្យថាកិច្ចសន្យានេះមិនមែនសំដៅទៅលើតែកិច្ចសន្យាសរសេរលិលាអក្សរกระดาษស្នាមអីទេផ្ទាល់មាត់ក៏គេហៅថាជាកិច្ចសន្យាដែរអញ្ចឹងសរុបវិញកិច្ចសន្យាមានពីរប្រភេទកិច្ចសន្យាលិលាអក្សរកិច្ចសន្យាផ្ទាល់មាត់កន្លែងណាទៅដែលបង្ហាញថាវាមានកិច្ចសន្យាបង្ហាញថាមានកិច្ចសន្យាពលគឺនៅពេលដែលបងប្អូនកូនក្មួយហាមាត់ខ្ចីគេខ្ចីម៉ូតូខ្ចីទូរស័ព្ទខ្ចីលុយឧទាហរណ៍ខ្ចីវត្ថុនេះខ្ចីវត្ថុនោះម្ចាស់វត្ថុម្ចាស់ទ្រព្យបកគលឲ្យឯងអូខេគាត់ឲ្យយកទៅមានអីទេណា3 4ថ្ងៃចាំយកវិញហ្នឹងហើយ3 4ថ្ងៃចាំសងវិញមកបាទហ្នឹងហើយគាត់បកគលអាការដែលស្នើសុំនិងការសម្រេចចិត្តបកគលទៅឲ្យនេះហើយគឺគេហៅថាឆន្ទៈត្រូវរើគ្នាពីហ្នឹងคล้ายទៅជាកិច្ចសន្យាហើយទោះបីជាកិច្ចសន្យានេះផ្ទាល់មាត់មិនសរសេរលិលាអក្សរយ៉ាងណាក៏ដោយអាហ្នឹងគេហៅកិច្ចសន្យាអញ្ចឹងស្នូលរបស់វាពីរនៃបទល្មើសរំលោភលើទំនុកចិត្តនេះទី1វាកើតចេញពីមនុស្សស្គាល់គ្នាភាគច្រើនបំផុតបាទក្នុងទំនាក់ទំនងទំនុកចិត្តទី2វាកើតចេញពីកិច្ចសន្យាបានន័យភាគីទាំងពីរហ្នឹងត្រូវរើគ្នាបាទនៅក្នុងការណែស្នើខ្ចីនៅក្នុងការបកគលរបស់ប៉ុន្តែសង្ឃឹមថាត្រឡប់មកវិញនឹងសងបកគលឲ្យទាំងមូលបាទហើយមួយទៀតចេតនាទុច្ចរិតរបស់អ្នកដែលប្រព្រឹត្តបទល្មើសគឺមិនបានកើតមុនទេមែនទែនទៅដំបូងទីគឺមកខ្ចីរបស់របរនឹងពិតប្រកបណាបាទថាយកទៅដប់នៅនេះថាយកទៅខេត្តនេះថាយកទៅប្រើប្រាស់មួយរយៈពេលខ្លីបកគលត្រឡប់ឲ្យវិញហើយបាទអត់ទាន់មានចេតនាទុច្ចរិតទេក៏ប៉ុន្តែនៅពេលដែលទទួលបានរបស់ដល់ដៃហើយ
xếp cho miên nước hơi nước cầm nứt tha tê anh đạch đài vô tu được xăm tới bạch chạm tử vô tu được xăm tới lụa tử xí đại tu được xăm cái tử ban một tô nó không đại hỏi có kết khơi là tê tử tầm mong ta ban đây ta vô một tô kia từ tầm mong ta kịch luôn bạt tầm mong ta rứ có vô một tô kia từ lụa bạt hỏi và tọp máu có bạc cả rương tha miền krong nam môi mà vậy vô rứ có chảo lùi rứ có bạt đôi bạc cả nam môi chẳng tử anh nâng đấy chẳng từ lọc mà vinh thì môi cứ miền chạy tận nam tôi chỉ ra chỉ một nề nơi p đại ban là bỏ hỏi bán nực khơi nhà rương không cho bạc cả lại tí pí cứ càng tranh pí mà nụ đã qua cái nia trong sừng cùng mà nụ đã miền tầm nhẹ tầm nông cho môi cái nia tục chất cái nia thì bấy cứ miền cây săn già mùi tụ bây giờ cây săn già nụ mình li lẹ so cái nói cứ toàn một có đòi và chẳng từ lọc mà với pon con môi bởi châu chi ẩm pơ ní cứ chỉ bọn mực rồi mà toán á đá nó có bán dứt thì thua cứ ai chặt cả bẩn đằng pro một toán ní bà bẩn to này chạy về thi từ căn tala ca đâm bay đòn kỳ tu pon con mùi đối cho nên chi hỏi pot pí sẽ cam mà phiếp rư ẩm pơ thằng on đi hay à bọt mưa bài nâng vì cài lại đời xa ấy vì cài lại đời xa pon con mùi vì to cho đòi ca nào mũi nữa Obama đã lên tới chỉ bẹt lôi kia đã lên nấu tới lên là bài xì son đi sợ xì son nấu tới rứa có dương nhiên là bài xì là bài son xem là tây tiến nâng xây là bọc kia hói có gió là bó nâng từ thưa chia mặt số bài được không cá lên là bài nông khánh lô vía đa bàn là quên chị nào chẳng công thưa bài đi ỏi so thưa bài đi cứ chia bọt là mưa pro một ton là pon con mùi ở trong cái trong này dây tháp pon mùi sống tu pon mùi ní mình men cho bắp sầm đau từ lư pon mùi nô tê cứ cho bắp sầm đau từ lư mà nô tu tới tầng o có bàn tay được không phải để bọt ní trong cái giống pu ống cứ đau từ lư tại pon mùi từ cho làm bay ở pon mùi bò việc chi ở sai nơi làm pư ạc sáu đây là mưa cho bắp pro một ton từ đòn thì tu đã pon từ kia nâng còn ao vì trâu đời xa ấy à na con muối cứ chia sẻ so trung đấy và thể chiến dương cứ chia mua lực thôn nấy mà nu để trâu trái bẩn to viên đặc nom và thể dương từ một tiết bà sân chia mình chia diêm cái cả mò và chai chả kiêng áo vì lư làng thế việc cho ba chia nâng rồi lút nơi bên nào mồi bà sân chia mình khát khom cà phê tụm bèn thế mình sao tụm bèn thế mình sa bong tụm bèn thế cho ba chia ngoam kia cách vô từ slo cách vô từ chua cách vô từ thưa mà hộp hạ ở hỏi pe nu dương ọt miền rư xây prao tề trong còi chẳng tê khi mà khi xôm bật chọp bần đằng cho ông phú xôm bật chọp bần đằng bẹ pon bọt mưa rùm lốp lư tụm nước chất sừng khơm tha pon cồn muối chụp dối hai bong pon ở tây tiết bàn từ tu xa ní ai sọc sai bẩn to tu bây trong mà nhóm lựa lại tới vì mình sọc cục trung chui dạng na cả đôi đòi xa sầm mặt tập hiếp bàn và phần năng châu rúp bàn phần năng đài chẳng thì trong mà nhóm xôm thoại cùng đi nâng xôm cục đi chuẩn bị liền